Hello សួស្តីអ្នកនាងថ្ងៃនេះយើងមកតបសូបរបស់យើងមេរៀន SNR យើងតបពី liquidity ថ្ងៃនេះយើងមេរៀនរបស់យើងគឺរៀនពី RBS ឈ្មោះវាពេញគឺ resistance become support អូខេនេះគឺជាការឧទាហរណ៍របស់ខ្ញុំឧទាហរណ៍ការចាប់ trend line នេះគឺខ្ញុំឧទាហរណ៍ពីរអានេះចាប់បែបទី1ទី2ទម្រង់ផ្សារ bookmaker វាអត់បង្កើតផ្សារទម្រង់អត់ដែលយើង set up ទេគឺខ្ញុំគូបែបនេះគ្នាយើងពីរឲ្យគ្នាយើងងាយយល់ឬគ្នាយើងឆាប់ចាប់បានអូខេកន្លែងណាដែលយើងហៅថា support កន្លែងណាយើងហៅ resistance កន្លែងដែលហៅ support គឺកន្លែងresistance គឺកន្លែងនេះ resistance មានថាទប់កម្លាំងអ្នកលក់មិនឲ្យbreak ចុះមកក្រោម resistance support មានថា support អ្នកទិញឲ្យវាbreakឡើងទៅលើមានថាពីរហ្នឹងវាបូកបញ្ចូលគ្នាទៅវាបាននេះ resistance វាមានថារាំងស្ទះអា support មានថា support ផ្សារមិនឲ្យbreak ចុះមកក្រោមទៀតអាហ្នឹងដែលដែលអត្ថន័យដែលយើងប្រើប្រាស់ប្រចាំថ្ងៃឬអត្ថន័យរបស់វាពេញលេញ support អ្នកទិញឲ្យកើនឡើងវិញអាហ្នឹងហើយគឺជា resistance become support ដែលយើងset up by អូខេយើងទៅដល់ចូលការ analyze ជាក់ស្ដែងរបស់យើងអូខេអានេះជាឧទាហរណ៍ឬក៏គ្នាយើងមានសភោ note ទុកក៏បានដែរទំនងពីនេះគឺវាបង្កើតឲ្យយើងជាញឹកញាប់ឬក៏យើងខ្លាចភ្លេចទម្រង់ហ្នឹងគឺយើងអាចគូបាន trend line អូខេយើងចូលទៅដល់ការជាក់ស្ដែង analyze ផ្សារយើងជាក់ស្ដែងអូខេផ្សារយើងមកមើល trend line មើល line អូខេ line នេះតម្លៃនេះតម្លៃវាបានបង្កើតចេញជា RBS confirm នេះ RBS confirm វា set up break ឡើងទៅ clear buy side activity នេះអូខេវាមកចុះចូល entry របស់យើង set up ផ្សារ maker វាបានបង្កើតចេញជា RBS អូខេខ្ញុំសេខលនេះកន្លែងនេះ RBS កន្លែងនេះដែលវាបង្កើតមាន support ផ្សារវាមិនឲ្យវា break មានថាលុកតម្លៃអ្នកលក់នេះមិនឲ្យចុះមកទៀតទេនេះអាឡៃតម្លៃ resistance ឡើយនេះណាមិនឲ្យអ្នកលក់មានថាលុកតម្លៃអ្នកលក់មិនឲ្យ break ចុះមកក្រោមទៀតទេអាហ្នឹង resistance support មានន័យបែបម៉េច support គឺវាបិទបែបនេះ candle ពីរបែបនេះ support តម្លៃពីនេះមិនថា support ដើម្បី support ផ្សារហ្នឹងឲ្យវាកើនឡើងទៅវិញមានថាឲ្យតម្លៃអ្នកទិញហ្នឹងកើនឡើងទៅវិញមិនឲ្យអ្នកលក់ប្រែចុះមកក្រោមទៀតទេអាហ្នឹងជាអត្ថន័យ resistance become support ហ្នឹងអាហ្នឹងគឺយើងប្រើបែបហ្នឹងណាហើយយើងមកពី liquidity episode មុននេះ liquidity ផ្សារវាបានបង្កើត buy side liquidity នៅលើមួយ and sell side liquidity នៅក្រោមមួយក្រោមនេះយើងកលេចមើលផ្សារនេះវាបាន clear liquidity នេះ sell side liquidity ហើយវា clear sell side liquidity ហើយផ្សារហ្នឹងវាទៅយក buy side liquidity មានថាផ្សារហ្នឹងវា clear low ហើយវានឹងទៅ clear high buy side liquidity គឺជាលំហូរសាច់ប្រាក់ដែល maker វាបានបន្សល់ដានទុកឲ្យយើងអាហ្នឹងអត្ថន័យ liquidity ដែលខ្ញុំបញ្យល់ពី episode មុនឥឡូវខ្ញុំមករំលឹកម្ដងទៀតព្រោះការ set up យើងមួយគឺតែងតែត្រូវការ liquidity មិននិយាយថា set up មួយយើងត្រូវការ liquidity តើផ្សារហ្នឹងវាបាន clear buy side ឬក៏ sell side liquidity ហើយនោះទើបអាចយើង set up បានអូខេកលេចមើល set up របស់យើងឃើញផ្សារនេះវាបានអូខេខ្ញុំលុបនេះចោលយើងកលេចឃើញផ្សារនេះផ្សារវាបាន clear sell side activity ហើយ clear sell side activity យើងកលេចមើលក្រោមវាបានបង្កើតចេញជា RBS មានថា resistance លុកតម្លៃអ្នកទិញមិនលុកតម្លៃអ្នកលក់មិនឲ្យ break ចុះមកក្រោមទៀតវាបាន clear activity ស្អាតហើយ clear លំហូរសាច់ប្រាក់
bỏ bèn mà cho đàn tụi dương hơi xa thấy xa nắng viên nắng châu entry châu setup bỏ dương nằm bấy confirm nằm bấy tao clear bài sai activity lại nhé bài sai activity ini chỉ target TP bỏ dương nhé ca giờ nhớ ca vẹt bỏ dương một tháng cứ đầy dương của chắc cứ bài sai activity and sẽ sai activity tớp ai dương riêng bộ này bạn nè bộ OBS SBO đại dương lại chia cho entry bỏ dương này tớp ai dương thread bạn người ta dương che tà đi muốn là che lực fit cứ dương space cứ dương thao che lực fit một ta lại ná đại dương cua để chập bài sai fit and sẽ sai fit okay. Ní hỏi chỉ anh ta này lực fit dương cho cùng lực meridian trái dương cho meridian ở đây bỏ dưỡng OBS với ba có chính trị OBS với cho setup confirm bài là tụi mình dương cái lệnh mưa từ lại đến 10 tiền từ lại ní dương mưa van là line từ lại ní với ba có chính trị piแบบนี้ได้ยังอุทิศบนนั้นคือยังย่อกระอมsetupย่อกระอมเนี่ยมีการpiตรงรงได้ยังอุทิศคันนี้dươngนั้นcứ dương dọa cổng vì bán dừng lệnh bước xa lại nhé vì bán clear bở sẽ sai fit team đón tia đây okay. Anh ấy sẽ sai được fit team được nhỉ bàn tay nhỏ sẽ đam giờ này dương mùi thế vì clear sẽ sai fit team hay được nhỉ clear hay từ đào với từ nào biết từ do bài sai fit team nhỉ thì nhiều đấy vì từ clear bài sai vì từ do bài sai fit team nhỉ chẳng hay ai bạn như hiên cho setup lại nặng nhưng mưa lái sáng đến 13 một cái trên chiếc resistance ép xa đi tay cho máu chả resistance 3 một cái trên chiếc support lại là nhé đầm mấy tên làng từ mình anh đang hết chia at này rồi bỏ resistance become support ok សម្រាប់ការ set up យើងមើលបែបម៉េចយើងមើលទៅលើផ្សារនេះវាបង្កើតជាខ្ញុំលុបឡើងចុះហើយយើងចាប់ OBS ហ្នឹងយើងគួរចាប់បែបម៉េចយើងមើល line ហើយយើងមើល line ហើយតើអាឡើង resistance នេះវាបង្កើតឲ្យយើងឡើងណាវាបានបង្កើតឲ្យយើងឡើងណាដើម្បីយើងចូល set up យើងមើល line ចេះបានយើងដឹងថាអូផ្សារហ្នឹងវាបង្កើតឡើងណាយើងចាប់ហើយយើង click ទៅមើល candlestick ដែលយើងមើលសម្គាល់នេះផ្សារវាបានបិទជា2 candle យើងបែបនេះបិទស្មើគ្នា2 candle ស្មើគ្នាយើងបែបនេះកន្លែងហ្នឹងហើយយើងចាប់ជា OBS ហើយមិនមែនជា candle មួយបែបនេះទេអូខេខ្ញុំមើលកន្លែងណា candle មួយអានេះអត់មានមួយទេកន្លែងនេះដូចគ្នាចើងចាប់បានដូចចេញជា OBS បានដូចគ្នាOBS ឲ្យbạnដូចគ្នាអាហ្នឹងហើយជាតម្លៃ OBS ផ្សារវាផ្សារពួក market វាត្រូវការ liquidity បើថាកន្លែងហ្នឹងយើងអត់មានឃើញតម្លៃវាមក clear សេសាយ liquidity ទេយើងតន់អាចចូល set up យើងចាំរងតម្លៃដែលវា clear liquidity ហើយសិន clear សេសាយហើយទើបអាច set up ទៅ confirm buy ឡើងវិញអូខេOBS យើងមើលទៅលើ2 candle នេះ2 candle ដូចគ្នា2 candle ដូចគ្នាអាហ្នឹង OBS ខ្ញុំឧទាហរណ៍ឡើងមួយទៀតកន្លែងណាយើងចាប់ OBS បានដូចគ្នាអូខេយើងមើលនេះតម្លៃនេះចាប់ OBS បានដូចគ្នាអូខេតែយើង set up 5 នាទីហ្នឹងតែយើងមុនចាប់ OBS ហ្នឹងយើងមានបាយបានមើល1ម៉ោងអត់1ម៉ោងតើតម្លៃហ្នឹងវាបានបង្កើតឲ្យយើងចូលមើល1ម៉ោងមកអូខេ1ម៉ោងនេះ1ម៉ោងឡើយនេះវាបានចាក់ចូលជា OBS បានដូចគ្នា1ម៉ោង OBS
OBS ហេតុអីបើយើងចូល set up time frame 5 នាទីបាន set up 5 នាទីបានមួយម៉ោងគ្រាន់តែយើងមើល flow ទេមើល flow សារទេអូខេមួយម៉ោងនេះបាយ5នាទីវាបានបង្កើត OBS ច្រើនយើងបែបហ្នឹងតែយើងយកមួយណាដែល clean បំផុតយើងមើល line មកអូខេ line ណា clean ថ្លៃនេះហើយដែលផ្សារវាបង្កើតឲ្យយើង clean ស្អាតហើយនេះអូខេ OBS អូខេហើយសម្រាប់ episode មួយហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយគ្នាយើងមានចម្ងល់ហើយគ្នាយើងអាច comment នៅក្នុងខាងវីដេអូ YouTube channel របស់ខ្ញុំបាន